ក្រុមទីហ៊ានទាំងអស់បានធ្វើការសម្លុតដល់ក្មេងៗដែលបណ្ដាលឲ្យក្មេងៗមានការភ័យខ្លាចជាខ្លាំងបន្ទាប់មកក្មេងប្រុសម្នាក់ក៏បានធ្វើការរត់ចេញពីជួរដែលបណ្ដាលឲ្យក្រុមទីហ៊ានធ្វើការវាយដំយ៉ាងដំណំភ្លាមនោះក្មេងម្នាក់នោះបានបញ្ចេញគ្រាប់ភ្នែកពណ៌ទឹកក្រូចរបស់ខ្លួនហើយធ្វើឲ្យទីហ៊ានស្រីម្នាក់នោះបាញ់សម្លាប់ខ្លួនឯងបន្ទាប់មកក្មេងប្រុសដែលមានភ្នែកពណ៌ទឹកក្រូចនោះត្រូវបានគេសម្លាប់ចោលរីឯក្មេងៗដទៃទៀតត្រូវបានបញ្ជូនមកធ្វើការពិនិត្យមើលគ្រាប់ភ្នែកថាតើគ្រាប់ភ្នែករបស់ពួកគេមានពណ៌អ្វីឥឡូវនេះដល់វេនពិនិត្យគ្រាប់ភ្នែករបស់ Ruby របស់យើងហើយដែលគ្រូពេទ្យនោះបានប្រាប់ថាក្មេងដែលរួចរស់ពីជំងឺឆ្លង INA ត្រូវបានគេបែងចែកចេញជា5ប្រភេទតាមរយៈគ្រាប់ភ្នែករបស់ពួកគេហើយអ្វីដែលគួរឲ្យហួសចិត្តជាងនេះទៅទៀតនោះគ្រូពេទ្យនោះបានប្រាប់ថាគ្មានពាក្យថាត្រឡប់មកផ្ទះវិញឡើយគឺពួកគេនឹងនៅទីនេះរហូតឥឡូវមកដល់គ្រាប់ភ្នែកទាំង5ប្រភេទវិញប្រភេទទី1គឺជាពណ៌បៃតងដែលក្មេងៗទាំងអស់នោះមានភាពឆ្លាតវៃបំផុតទី2គឺគ្រាប់ភ្នែកពណ៌ខៀវដែលពួកគេមានសមត្ថភាពក្នុងការបញ្ជាលើករបស់អ្វីបានដោយប្រើអារម្មណ៍របស់ពួកគេគ្រាប់ភ្នែកប្រភេទទី3គឺគ្រាប់ភ្នែកពណ៌មាសដែលពួកគេមានសមត្ថភាពក្នុងការគ្រប់គ្រងអគ្គិសនីប្រភេទទី4គឺជាប្រភេទដែលសាហាវបំផុតនោះគឺមានពណ៌ក្រហមដែលពួកគេនឹងអាចបញ្ចេញភ្លើងយ៉ាងសន្ធោសន្ធៅរីឯពណ៌ទឹកក្រូចគឺជាពណ៌ដែលកម្របំផុតក្រុមក្មេងដែលមានភ្នែកពណ៌ទឹកក្រូចអាចបញ្ជានរណាម្នាក់ឲ្យធ្វើអ្វីក៏បានដែលតាមតែខ្លួនចង់បានគឺដោយការប្រើអារម្មណ៍របស់ខ្លួនលោក Doctor នោះក៏បាននិយាយថានាងមិនបាច់បារម្ភទេពីព្រោះភ្នែកពណ៌ទឹកក្រូចនិងពណ៌ក្រហមនេះកម្រមានណាស់តែជាក់ស្ដែងពេលពិនិត្យទៅស្រាប់តែនាងមានភ្នែកពណ៌ទឹកក្រូចរួចហើយគ្រូពេទ្យនោះក៏បានរត់មកចាប់ខ្លួននាងបំរុងនឹងចាក់ថ្នាំតែនាងក៏បានបញ្ជាឲ្យលោកគ្រូពេទ្យនោះប្រាប់ថានាងមានពណ៌បៃតងដូច្នេះលោក Doctor នេះនឹងចងចាំថានាងមានពណ៌បៃតងជារៀងរហូតធ្វើដូចនេះទើបនាងមិនត្រូវបាននរណាសម្លាប់នាងបានដូច្នេះនាងក៏ត្រូវបានបែងចែកទៅរស់នៅជាមួយនឹងក្រុមពណ៌បៃតងហើយក្រុមពណ៌លឿងនិងក្រុមពណ៌ផ្សេងទៀតនឹងក៏ត្រូវបែងចែកដូចគ្នា6ឆ្នាំក្រោយមកយើងឃើញថាការរស់នៅរបស់ក្មេងៗទាំងអស់នោះគឺមានលក្ខណៈដូចជាទាសករអញ្ចឹងក្រុមក្មេងៗទាំងអស់ត្រូវបានបែងចែកឲ្យធ្វើការងារផ្សេងៗគ្នារាយរបស់យើងវិញគឺជាអ្នកចងស្បែកជើងប៉ុន្តែនាងហាក់ដូចជាមិនសូវ reflectសោះតាក់ទងនឹងរឿងនេះពីព្រោះពណ៌បៃតងនឹងគឺជាពួកដែលពូកែខាងរឿងធ្វើអ្វីទាំងអស់បានន័យថាពួកគេនឹងឆ្លាតដូច្នេះហើយលោកប៉ូលីសត្រងប់សូមចូលទៅមើលរឿងពេញនៅក្នុង YouTube Khmer Movie Insight ដើម្បីបញ្ចប់រឿងតាមលេងខាងក្រោមហើយកុំភ្លេចចុច Subscribe ដើម្បីទទួលបានរឿងថ្មីអរគុណ